ពេលមក8យប់ថ្ងៃទី23ខែមិថុនាយប់មិញនេះលិខិតជូនដំណឹងរបស់ទាហានភូមិភាគ1ថៃបានមកដល់ដៃអាជ្ញាធរកម្ពុជាប្រចាំច្រកនានាដែលមានភូមិសាស្ត្រជាប់ជាមួយខេត្តរបស់ថៃស្ដីពីការបិទច្រកទាំងស្រុងទាំងច្រកតំបន់និងច្រកអន្តរជាតិមិនឲ្យមានការនាំទំនិញចេញតទៅទៀតក្នុងនោះគេទុកតែចរន្តចេញចូលតែពីរគឺអ្នកជំងឺនិងកូនសិស្សដោយឡែកភាគីកម្ពុជាឯនេះវិញគ្មានអ្វីត្រូវឆ្លើយតបទៅថៃវិញទេព្រោះថៃកន្លងមកតែងតែធ្វើអ្វីជាឯកតោភាគីបន្តបន្ទាប់រួចទៅហើយលោកអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ហងមេថាជាការពិតលោកបានទទួលលិខិតជូនដំណឹងនេះពីកងទ័ពថៃភូមិភាគ1មែនតែកម្ពុជាយើងចាំពិនិត្យជាក់ស្ដែងសិនព្រោះអ្វីថៃជាអ្នកចាប់ផ្ដើមមុនរហូតប៉ុន្តែរហូតមកដល់ម៉ោង8ព្រឹកមិញនេះរបងទ្វារខាងភាគីថៃបានបិទមែនដែលធ្វើឲ្យមានប្រជាជនខ្មែរមួយចំនួនជាប់នៅខាងផ្សាររងឃ្លឺជាច្រើននៅចំពោះមុខបែបនេះអាជ្ញាធរខេត្តបន្ទាយមានជ័យបានចរចាជាមួយអាជ្ញាធរថៃសូមឲ្យបើកច្រកសម្រួលឲ្យប្រជាពលរដ្ឋចូលមកកម្ពុជាវិញដោយឡែកលោកប៊ុនស៊ីនផាត់ខ្លាំងមេបញ្ជាការកងទ័ពភូមិភាគទី2ឯនេះវិញបានថ្លែងថាប្រទេសថៃអាចនឹងបិទព្រំដែនចេញចូលទាំងអស់នាពេលខាងមុខប្រសិនបើមានការប្រយុទ្ធឬការមិនចុះសម្រុងគ្នាលោកបន្តថាភាគីថៃនឹងបង្កើនការគ្រប់គ្រងឲ្យកាន់តែតឹងរ៉ឹងទៅតាមស្ថានភាពជាក់ស្ដែងតែថៃក៏មិនមានបំណងចង់ប៉ះទង្គិចគ្នាដោយអាវុធនោះដែរ